សួស្តីបងប្អូនបាទឥឡូវយើងមីហិលយើងស្រុកបែបស្រុកស្រែអូយតំណងមែនតើបងប្អូនហើយគ្រាន់តែឃើញក៏មានអារម្មណ៍ថាស្រក់ទឹកមាត់ដែរការឃ្លានគឺស្រក់ទឹកមាត់អញ្ចឹងមកបងប្អូនជាមួយខ្ញុំជាមួយនឹងមីហិលបែបស្រុកស្រែបងប្អូនណាយើងអត់ស្រុកគូអត់ស្រុកគោកទេយើងដាក់ឲ្យទឹកហើយមានតគួនមានអីអញ្ចឹងណាបងប្អូនមើលឃើញតំណងខ្ញុំតគួនខ្ញុំញ៉ាំឲ្យតគួនបងប្អូនមើលយើងដាក់លេស្ករអំបិលប៊ីចេងយើងថែមទៀតមក the best គឺ the best មកបងប្អូនហើយមកមួយខ្ញុំណាមួយខ្ញុំហាមស្រក់ទឹកមាត់ខ្លាំងមែនតើបងប្អូនណាយើងធ្វើបែបលក្ខណៈស្រុកស្រែក៏អេមដែរអូយមានអារម្មណ៍ថាឆ្ងាញ់គឺឆ្ងាញ់មែនហិលដាក់ម្ទេសយើងលីតិចទៀតគឺហិលឆ្ងាញ់ឆ្ងាញ់ទៅបេះ